គ្រីស្ទបរិស័ទតែងតែនិយាយពាក្យបរិសុទ្ធជាច្រើនដងពាក្យនេះបើសិនជាយើងមើលទៅលើអត្ថន័យគឺមិនមែនមានន័យស្របឬក៏មានន័យពេញទាំងស្រុងទៅលើអ្វីដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះអង្គនោះទេប៉ុន្តែយើងចង់មើលថាតើន័យពេញលេញនៃពាក្យបរិសុទ្ធនោះមានន័យយ៉ាងណានៅថ្ងៃនេះសូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៅក្នុងព្រះគុណរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំបាទឈ្មោះធឿនជានជាគ្រូកងវិលបម្រើព្រះអង្គនៅក្នុងប្រទេសកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីជួយគ្រីស្ទបរិស័ទខ្មែរឲ្យបានមើលនៅចម្លើយដែលមាននៅក្នុងព្រះបន្ទូលរបស់ព្រះអង្គនិងអ្វីដែលគ្រីស្ទបរិស័ទធ្វើនៅថ្ងៃនេះយើងនឹងមើលទៅលើពាក្យថាបរិសុទ្ធនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គតើមានន័យពេញលេញយ៉ាងដូចម្តេចនៅពេលដែលយើងនិយាយដល់ពាក្យថាបរិសុទ្ធឬក៏ភាពបរិសុទ្ធយើងមិនអាចសម្គាល់ទៅលើភាពខាងក្រៅរបស់អ្នកណាម្នាក់នោះទេតួយ៉ាងយើងមិនអាចសម្គាល់ថាអ្នកនោះស្លៀកពាក់អាវស្អាតមិនប្រឡាក់មិនជ្រួញហើយឬក៏មានរាងកាយស្អាតនោះទេជាការដែលយើងរំពឹងពីការភាពបរិសុទ្ធយើងអាចមើលអំពីបរិសុទ្ធពេញលេញរបស់ព្រះអង្គតើភាពពេញលេញដែលមានក្នុងភាពបរិសុទ្ធរបស់ព្រះអង្គមានន័យដូចម្តេចព្រះទ្រង់គ្មានបាបនោះគឺជាចំណុចមួយទ្រង់ក៏មិនអាចនឹងមានបាបនោះឡើយដោយសារព្រះអង្គមាននិស្ស័យបែបដូច្នោះឯងហើយគ្មានអ្វីដែលជាភាពល្អកកនៅក្នុងព្រះអង្គដែលយើងមើលទៅមិនសមសួននឹងហៅព្រះអង្គថាបរិសុទ្ធនោះទេប៉ុន្តែយើងឃើញថាអ្វីដែលយើងមើលទៅព្រះអង្គគឺឥតមានទាស់ឥតខ្ចោះមានតែព្រះអង្គទ្រង់គឺជាអ្នកដែលបរិសុទ្ធពាក្យបរិសុទ្ធគឺបើយើងមើលទៅលើអ្វីដែលយើងគិតមើលពេលខ្លះមើលស្រាលទៅលើភាពបរិសុទ្ធនោះប៉ុន្តែភាពបរិសុទ្ធមានអ្វីលើសពីអ្វីដែលយើងគិតទៅទៀតអ្វីដែលលើសពីការគិតទៅទៀតនោះគឺភាពបរិសុទ្ធលើសពីអ្វីដែលយើងបាននិយាយហើយពេលខ្លះការដែលនិយាយគឺវាផុតទៅប៉ុន្តែមិនមែនមានន័យថាឲ្យតែបាននោះទេភាពបរិសុទ្ធនៅក្នុងព្រះគម្ពីរលោកុបាទបានលើកឡើងយ៉ាងដូចនេះគឺនៅគម្ពីរលោកុបាទចំពោះ2ខ3បានមានបន្ទូលប្រាប់យើងយ៉ាងដូចនេះថាព្រះទ្រង់ក៏ប្រទានពរដល់ថ្ងៃទី7នោះព្រមទាំងញែកទុកជាថ្ងៃបរិសុទ្ធពីព្រោះនៅថ្ងៃនោះទ្រង់បានឈប់សម្រាកពីគ្រប់ទាំងការដែលទ្រង់បានបង្កើតបានធ្វើអស់លោកអ្នកបងប្អូនកន្លែងនេះយើងឃើញថាព្រះអង្គបានញែកថ្ងៃទី7ជាថ្ងៃបរិសុទ្ធគឺជាថ្ងៃឈប់សម្រាកដែលទ្រង់បានធ្វើការទាំងប៉ុន្មានរួចហើយព្រះអង្គបានសម្រាកហើយញែកជាបរិសុទ្ធអស់លោកអ្នកបងប្អូនគិតថាតើការនេះថ្ងៃនោះវិសេសជាងថ្ងៃទាំង6ផ្សេងទៀតឬក៏យ៉ាងណាប៉ុន្តែអស់លោកអ្នកបងប្អូនបានគិតយ៉ាងដូចនេះវិញគួរគិតយ៉ាងដូចនេះវិញថាទ្រង់បានញែកថ្ងៃនោះជាបរិសុទ្ធគឺមានន័យថាព្រះអង្គបានទុកជាវិសេសជាងហើយអ្វីដែលយើងគិតថាវិសេសជាងគឺដោយសារទ្រង់បានញែកនៅក្នុងពេលដែលទ្រង់បានញែកនោះគឺទុកជាពិសេសសម្រាប់ព្រះអង្គសម្រាប់ជាថ្ងៃបរិសុទ្ធហើយជាថ្ងៃដែលវិសេសវិសាលជាងគេអស់លោកអ្នកបងប្អូនពេលយើងនិយាយអំពីភាពបរិសុទ្ធឬក៏ភាពវិសេសវិសាលការទាំងអស់នោះឯងគឺអត្ថន័យទាំងស្រុងគឺមាននៅក្នុងព្រះអង្គម្ចាស់ជាព្រះនៃយើងដែលយើងបានទទួលហើយជឿដល់ព្រះអង្គទ្រង់មានភាពវិសេសភាពបរិសុទ្ធនៅក្នុងព្រះអង្គជាធម្មជាតិរបស់ព្រះអង្គហើយយើងឃើញថាសេចក្តីពរនានៅក្នុងព្រះគម្ពីរសាមយូអែលទី1ចំពុក2ខ2បានពរនាអំពីភាពបរិសុទ្ធរបស់ព្រះនៃយើងយ៉ាងដូចនេះថាគ្មានព្រះណាបរិសុទ្ធដូចព្រះយេហូវ៉ាឡើយត្បិតក្រៅពីទ្រង់គ្មានព្រះឯណាទៀតសោះក៏គ្មានព្រះឯណាដែលទុកជាធម្មតាឲ្យដូចជាព្រះនៃយើងខ្ញុំដែរអស់លោកអ្នកបងប្អូនការដែលយើងទាំងអស់គ្នាមើលទៅព្រះអង្គយើងត្រូវឲ្យតម្លៃយើងត្រូវផ្ដល់នៅគុណតម្លៃនោះទៅដល់ព្រះអង្គពីព្រោះអ្វីដែលយើងឃើញថាភាពបរិសុទ្ធដែលព្រះអង្គមាននៅពេលដែលយើងឮថាព្រះដ៏ជាព្រះទ្រង់មានភាពបរិសុទ្ធដូច្នោះហើយយើងដឹងថាការទាំងអស់នោះឯងសមនឹងទទួលការសរសើរយ៉ាងខ្លាំងទទួលការគោរពទទួលការប្រតិបត្តិអំពីចិត្តរបស់យើងពីក្នុងក្រអៅបេះដូងរបស់យើងដែលជាកូនរបស់ព្រះអង្គនៅពេលដែលយើងឮថាយើងចូលទៅថ្វាយបង្គំព្រះអង្គគឺយើងពោពេញទៅដោយការគោរពឲ្យតម្លៃផ្ដល់កិត្តិយសហើយតម្កើងដល់ព្រះអង្គខ្ពស់លើអស់ទាំងអស់ផងការយកចិត្តទុកដាក់ចំពោះការដែលយើងទាំងអស់គ្នាចូលរួមក្នុងការដែលធ្វើពន្ធកិច្ចរបស់ព្រះអង្គ
ការដែលយើងទាំងអស់គ្នាឮពីអ្វីដែលទ្រង់បានមានបន្ទូលគឺជាការយកចិត្តទុកដាក់ព្រោះទ្រង់មានភាពបរិសុទ្ធរឿងមួយនៅក្នុងព្រះគម្ពីរបានប្រាប់យើងអំពីការដែលបណ្ដាជននៅក្នុងជើងភ្នំនៅនឹងជើងភ្នំស៊ីណាយដែលពេលដែលលោកម៉ូសេចូលទៅយកបញ្ញត្តិទាំង10ប្រការយើងឃើញថាទ្រង់បានហាម5ខ្លះដើម្បីឲ្យពួកប្រជាជនប្រយ័ត្នក្រែងលោស្លាប់នៅក្នុងព្រះគម្ពីរនេះខំម្ដងចំពុក19ខ21ដល់ខ23បានពរនាប្រាប់យើងយ៉ាងដូចនេះថាព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ថាចូលឯងចុះទៅហាម5ដល់ពួកបណ្ដាជនជាដាច់ខាតក្រែងគេចូលមកឯព្រះយេហូវ៉ាដើម្បីមើលនោះនឹងមានគ្នាជាច្រើនត្រូវស្លាប់ឯពួកសង្ឃដែលចូលមកឯព្រះយេហូវ៉ានោះក៏ត្រូវតែញែកចេញជាបរិសុទ្ធដែរក្រែងទ្រង់នឹងប្រហារគេម៉ូសេទូលឆ្លើយទៅព្រះយេហូវ៉ាថាបណ្ដាជនទាំងឡាយនឹងឡើងមកដល់ភ្នំស៊ីណាយពុំបានត្បិតទ្រង់បានហាមផ្ដាច់ហើយដោយបន្ទូលថាចូលដាក់គោលចរិតនៅជុំវិញភ្នំហើយញែកចេញជាបរិសុទ្ធផងអរលោកអ្នកបងប្អូនបើសិនជាយើងមើលមកក្នុងខគម្ពីរនេះនៅពេលដែលយើងមិនបានយកចិត្តទុកដាក់ទេគឺនឹងមានការប្រឈមមុខនឹងការជំនះជាខ្លាំងគឺជាការដែលប្រឈមមុខដល់ស្លាប់ក៏មានដូច្នេះហើយបានជានៅពេលដែលយើងឮថាព្រះអង្គបានមានបន្ទូលពីអ្វីក្នុងនាមយើងជាគ្រិស្តបរិស័ទយើងត្រូវតែយកចិត្តទុកដាក់ជាដាច់ខាតពីព្រោះការនោះជាការព្រមានក្រែងលោមានបញ្ហាដល់ជីវិតរបស់យើងឬក៏អ្វីដែលកើតមានដល់យើងដែលមិនល្អចំពោះការដែលធ្វើប្រហែសមិនយកចិត្តទុកដាក់នោះអរលោកអ្នកបងប្អូននៅពេលដែលយើងបានឮអ្វីដែលទ្រង់បានមានបន្ទូលហើយយើងយកចិត្តទុកដាក់នោះឯងជាការបង្ហាញថាយើងកំពុងតែចង់ទៅលើភាពពេញលេញនៃភាពបរិសុទ្ធនោះឯងចំពោះការដែលយើងយកចិត្តទុកដាក់នៅពេលដែលយើងចូលទៅចំពោះព្រះអង្គនៅពេលដែលយើងរស់នៅបែបភាពបរិសុទ្ធអរលោកអ្នកបងប្អូនយើងត្រូវការនោះដើម្បីឲ្យយើងបានចេះតែគៀកនឹងព្រះអង្គដូច្នេះហើយអរលោកអ្នកបងប្អូនបើសិនជាយើងមានសំណួរអ្វីផ្សេងទៀតអាចសួរមកយើងផងដែរនៅក្នុង comment ខាងក្រោមដើម្បីយើងធ្វើវីដេអូឆ្លើយតបផងដែរអរលោកអ្នកបងប្អូនសង្ឃឹមជួបគ្នាម្ដងទៀតនៅពេលក្រោយសូមព្រះបានប្រទានពរនិងសូមជម្រាបលា